ចង់ទិញម៉ាស៊ីនត្រជាក់ឬកង្ហារនៅក្នុងប្រទេសបារាំងត្រូវរត់ដណ្ដើមគ្នាដូចទិញ iPhone អញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសបារាំងនិងនៅអឺរ៉ុបកាន់តែវឹកវរហើយនេះមិនមែនជាការបញ្ចុះតម្លៃ Black Friday អីទេប៉ុន្តែជាហេតុការណ៍ដែលកើតឡើងនៅក្នុងប្រទេសបារាំងខណៈរលកកម្ដៅកំពុងវាយប្រហារយ៉ាងខ្លាំងតាំងពីព្រលឹមមនុស្សរាប់រយនាក់បានមកឈរតម្រង់ជួរនៅហាងលក់ទំនិញបញ្ចុះតម្លៃមួយនៅជាយក្រុងនៃទីក្រុងប៉ារីសគោលបំណងតែមួយគត់គឺដើម្បីទិញកង្ហារឬម៉ាស៊ីនត្រជាក់មុនពេលវាអស់ពីស្តុកគ្រាន់តែទ្វារហាងបើកភ្លាមមនុស្សបានសម្រុករត់ចូលក្នុងហាងធ្វើឲ្យច្រកដើរពោពេញទៅដោយភាពចលាចលអ្នកខ្លះអាចដណ្ដើមទិញបានខណៈអ្នកខ្លះទៀតបានត្រឹមតែឈរមើលទំនិញអស់ពីស្តុកប៉ុណ្ណោះអតិថិជនម្នាក់បាននិយាយថាគាត់សំណាងល្អដែលមកទាន់ពេលវេលាហើយម្ដាយរបស់គាត់ក៏អាចទិញបានកង្ហារភ្លាមៗផងដែរចំណែកអតិថិជនម្នាក់ទៀតបាននិយាយថាកង្ហារនេះសំខាន់ណាស់ព្រោះអាចយកវាទៅប្រើនៅក្នុងការិយាល័យដែលត្រូវធ្វើការក្រោមអាកាសធាតុក្តៅពេញមួយថ្ងៃប៉ុន្តែបញ្ហានោះគឺថាហាងមានម៉ាស៊ីនត្រជាក់និងកង្ហារសម្រាប់លក់ត្រឹមតែប្រហែលជា30ទៅ40គ្រឿងប៉ុណ្ណោះដូច្នេះអតិថិជនជាច្រើនបានត្រឡប់ទៅផ្ទះវិញទាំងខកចិត្តមនុស្សម្នាបានរិះគន់ថាហាងធំៗដឹងហើយថានឹងមានមនុស្សរាប់រយនាក់មកទិញទំនិញប៉ុន្តែបែរជារៀបចំទំនិញតិចពេកដែលជាមូលហេតុធ្វើឲ្យមានភាពរញ៉េរញ៉ៃកើតឡើងស្ថានភាពកាន់តែតានតឹងរហូតដល់ប៉ូលីសត្រូវចុះមកអន្តរាគមន៍រក្សាសណ្ដាប់ធ្នាប់ភ្លាមៗហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតមាននៅក្នុងហាងផ្សេងៗទៀតក្នុងតំបន់ភាគខាងកើតនៃប្រទេសបារាំងផងដែរខណៈរលកកម្ដៅថ្មីត្រូវបានព្យាករណ៍ថានឹងបន្តវាយប្រហារនៅចុងសប្តាហ៍នេះតម្រូវការកង្ហារនិងម៉ាស៊ីនត្រជាក់កំពុងកើនឡើងយ៉ាងខ្លាំងហើយហាងជាច្រើនប្រឈមនឹងការអស់ម៉ាស៊ីនត្រជាក់និងកង្ហារពីស្តុកក្នុងរយៈពេលដ៏ខ្លីបងប្អូនទាំងអស់គ្នាពិភពលោកកាន់តែវឹកវរហើយតើបងប្អូនយល់យ៉ាងណាសូមមេត្តា comment នៅខាងក្រោមវីដេអូនេះ follow for more